ប្រកួតក្បាច់គុណយើងនឹងផ្ដល់ចម្លើយឲ្យលបងតើវាមិនអីទេលីនតុងគាត់ក៏និយាយទាំងញញឹមតិចតិចយល់ព្រមប៉ុន្តែប្រសិនបើខ្ញុំមិនទទួលបានចម្លើយច្បាស់លាស់ណានោះទេមុនពេលការប្រកួតក្បាច់គុណចាប់ផ្ដើមខ្ញុំនឹងចាស់ចេញហើយគូមឹងឈីក៏ញញឹមទាំងជូរចត់ពេលដែលនាងមានអារម្មណ៍នៅក្នុងចិត្តថាពិតជាពិបាកក្នុងការចរចាជាមួយនឹងលីនតុងមែនទែនមនុស្សម្នាក់នេះគឺពិតជារឹងរូសពិតមែនជំនួបក្បាច់គុណរវាងគ្រួសារទាំង5ប្រចាំតំបន់សមុទ្រខ្យល់ឋានសួគ៌វាគឺមានភាពល្បីល្បាញណាស់ដូច្នេះហើយអ្នកខ្លាំងកាន់តែច្រើនក៏ប្រកាសជាមកជួបជុំគ្នានៅទីនេះហើយកោះជំនួបក្បាច់គុណនេះគឺពិតជារស់រវើកខ្លាំងមែនទែនឥឡូវហ្នឹងប៉ុន្តែចាប់តាំងពីលីនតុងមកដល់កោះជំនួបក្បាច់គុណលីនតុងគឺមិនបានចេញទៅក្រៅនោះទេផ្ទុយទៅវិញគឺគាត់បន្តនៅក្នុងបន្ទប់ស្នាក់នៅដែលគ្រួសារគូបានរៀបចំទុកឲ្យគាត់ក៏បានហ្វឹកហាត់យ៉ាងស្ងប់ស្ងាត់ដោយបង្រួមនៅអំណាចធម៌ពលយានរបស់គាត់ដែលវានៅតែសុពិចសុពិលបន្ទាប់ពីគាត់ធ្វើការបំបីកម្រិនក្នុងនាមជាជំនួយការខាងក្រៅរបស់គ្រួសារគូនោះគ្រួសារគូប្រកាសជាយកចិត្តទុកដាក់ចំពោះគាត់ខ្លាំងមែនទែនខណៈពេលដែលគាត់កំពុងតែហ្វឹកហាត់មិនត្រឹមតែគូយ៉ាទៅមើលថែគាត់ដោយផ្ទាល់នោះទេថែមទាំងគ្រួសារគូអនុញ្ញាតឲ្យគូយ៉ាយកនៅក្របថ្នាំសួនយានចំនួន 20,000 គ្រាប់ទៀតឲ្យលីនតុងប្រើកំឡុងពេលហ្វឹកហាត់កម្រិតនៃសេវាកម្មមួយនេះគឺថាបង្ហាញពីចិត្តល្អរបស់គ្រួសារគូចំពោះក្របថ្នាំសួនយានទាំងនេះលីនតុងគឺគាត់មិនអាចទប់ចិត្តបានទេគាត់ក៏ទទួលយកវាទៅជាធម្មតាចិត្តរបស់គាត់មិនរង្គោះរង្គើដោយសារតែទង្វើល្អរបស់គ្រួសារគូប៉ុណ្ណឹងនោះទេពីព្រោះថាលក្ខខណ្ឌរបស់គាត់នៅតែជាលក្ខខណ្ឌរបស់គាត់ដដែលដាច់ខាតគឺត្រូវតែចូលទៅកាន់ប៉ុមវឹកវរពេលវេលាកន្លងផុតទៅយ៉ាងលឿននៅពេលដែលគាត់ហ្វឹកហាត់ដោយសន្តិភាពរយៈពេល5ថ្ងៃក្រោយមកកាមេរ៉ាស្មីពន្លឺក៏បានបញ្ចេញពីបន្ទប់របស់លីនតុងយ៉ាងស្ងប់ស្ងាត់លីនតុងអង្គុយពេនភ្នែនខណៈពេលដែរក្របថ្នាំសួនយានរាប់រយគ្រាប់ក៏បានវិលជុំវិញរាងកាយរបស់គាត់រលកនៃធម៌ពលសុទ្ធអមទៅដោយឈីជីវិតស្ដាងបានបញ្ចេញពីពួកវាហើយហូរចូលទៅក្នុងរាងកាយរបស់លីនតុងនៅទីបញ្ចប់ក្របថ្នាំសួនយាននៅពេលដែលវាអស់ធម៌ពលក៏ប្រែក្លាយជាធូលីដីហើយលីនតុងបន្ទាប់ពីស្រូបយកវាអស់ហើយនោះគាត់ក៏បានបើកភ្នែកមកយឺតពន្លឺដ៏ភ្លឺចែងចាំងក្នុងជម្រៅនៃប្រស្រីភ្នែករបស់គាត់ក៏បានរសាត់បាត់ទៅពេលដែលលីនតុងបញ្ចប់នៅការហ្វឹកហាត់វានៃបន្ទប់របស់គាត់ក៏បានបើកតិចខណៈពេលដែលក្បាលរបស់ក្មេងស្រីមួយក៏បានអឺតលើមនាងមើលឃើញថាលីនតុងគឺបានបញ្ចប់ការហ្វឹកហាត់ហើយទើបនាងអាចដកដង្ហើមទាំងធូរស្រាលនាងក៏និយាយនៅពេលដែលនាងញញឹមថាបងប្រុសលីនតុងបងស្រីមឹងឈីឲ្យខ្ញុំនាំលបងទៅកាន់សាលពិភាក្សាលីនតុងក៏ជ្រួញចិញ្ចើមមើលទៅដូចជាគ្រួសារគូប្រកាសជាឆ្លើយតបជាមួយនឹងសំណើរបស់គាត់ហើយតែគាត់មិនដឹងថាមនុស្សទាំងអស់ហ្នឹងសុខចិត្តបកលនៅឱកាសដើម្បីចូលទៅកាន់ប៉មវឹកវរដែរឬអត់នោះទេបើសិនបើពួកគេមិនសុខចិត្តទេលីនតុងប្រកាសជាឈឺក្បាលណាស់ច្បាស់ណាស់ថាឱកាសចូលទៅកាន់ប៉មវឹកវរវាគឺជាឱកាសតែមួយគត់ដែលគាត់អាចជួយទៅកាន់យន្តថ្មអាត់កំបាំងរបស់គាត់បានគាត់មិនចង់បោះបង់នៅឱកាសបែបនេះងាយៗនោះទេដោះទៅលីនតុងក៏បាននាំគូយ៉ាចេញទៅគូយ៉ាកំឡុងពេលដើរហ្នឹងនាងក៏គិតមកសន្ទុះហើយក៏និយាយថាបងប្រុសលីនតុងបើសិនបើគ្រួសារគូរបស់យើងមិនអាចបំពេញតាមតម្រូវការរបស់លបងបានទេលបងគួរតែធ្វើតាមការសម្រេចចិត្តរបស់លបងទៅលីនតុងក៏ភ្ញាក់ផ្អើលដែរហើយញញឹមអង្អែលក្បាលរបស់នាងគាត់មិននឹកស្មានដល់ទេថានាងគឺជាមនុស្សស្រីដែលល្អបែបនេះអ្នកទាំងពីរក៏បានដើរចូលទៅកាន់វិមានដ៏ធំសម្បើមមួយបន្ទាប់មកពួកគេក៏បានឈប់នៅក្រៅបន្ទប់គូយ៉ាក៏បានរុញទ្វារបើកហើយលីនតុងក៏បានឃើញមនុស្សជាច្រើននៅខាងក្នុងអេរិយាបថរបស់ពួកគេអាចប្រាប់បានថាបរិយាកាសគឺមានភាពស្ងប់ស្ងាត់ណាស់ពេលដែលទ្វារបានបើកហើយមនុស្សក៏បានងាកមើលមកកាន់លីនតុងដើរចូលដូចជាតារាម្នាក់អញ្ចឹងគាត់សម្លឹងមើលទៅកាន់សាលធំហើយក៏មានការផ្លាស់ប្ដូរទឹកមុខបន្តិចនៅទីនេះមិនត្រឹមមានតែគូយានគូមឹងឈីឬក៏គូលីងអីនោះទេមាននៅវត្តមាននៃចំនួនក្រោយរបស់គ្រួសារគូក៏មានវត្តមាននៅទីនេះដែរប៉ុន្តែយ៉ាងណាក៏ដោយពួកគេគឺសុទ្ធតែមានឋានៈខ្ពស់នៅក្នុងគ្រួសារគូនៃរបស់លីនតុងក៏បានងាកមើលទៅកាន់កៅអីមេគ្រួសារទីនោះគឺមានព្រឹទ្ធាចារ្យម្នាក់ដែលពាក់នៅឈុតពណ៌ត្នោតព្រឹទ្ធាចារ្យម្នាក់នេះពន្លឺចែងចាំងនៅក្នុងខ្សែភ្នែករបស់គាត់នៅជុំវិញខ្លួនគាត់គឺមាននៅអំណាចយានដ៏ខ្លាំងក្លានិងគ្មានព្រំដែននៅពេលដែលវាបញ្ចេញមកបណ្ដាលឲ្យមានរំញ័រនៅក្នុងលំហទៀតផងលីនតុងអាចប្រាប់បានថានេះគឺជាអ្នកខ្លាំងកម្រិតទី9ដំណាក់កាលចុងក្រោយហើយល្អឥតខ្ចោះទៀតលីនតុងផ្ដោតទៅលើរាងកាយរបស់ព្រឹទ្ធាចារ្យចំណាស់ពាក់ឈុតពណ៌ត្នោតពីអារម្មណ៍ហួសហេតុដែលលីនតុងអាចសម្គាល់បានគឺគាត់អាចដឹងពីកម្រិតនៃការហ្វឹកហាត់របស់គាត់តែម្ដងសូម្បីតែអ្នកខ្លាំងកម្រិតនេះក៏មកដែរដោយតែការរំពឹងទុំមួយក្នុងចំណោមគ្រួសារធំទាំង5មើលសម្ពាធនេះបាន